ក្រោយពីពិនិត្យសេចក្តីថ្លែងការណ៍រួមរវាងរដ្ឋាភិបាលក្រុងភ្នំពេញនិងរដ្ឋាភិបាលបកកុម្មុយនីសចិនកាលពីថ្ងៃសុក្រទី18ខែមេសាក្រមប្រឹក្សាជាតិតស៊ូសំយោគឃើញចំណុចសំខាន់3ដែលនាំគ្រោះថ្នាក់ដល់ប្រទេសកម្ពុជានិងពិភពលោកពីកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលក្រុងភ្នំពេញនិងបកកុម្មុយនីសចិននោះចំណុចធំទី1រដ្ឋាភិបាលក្រុងភ្នំពេញបានផ្ដល់តួនាទីជាអ្នកការពារសន្តិសុខពិភពលោកឬដើរតួនាទីក្នុងការថែរក្សាសន្តិភាពពិភពលោកដល់បកកុម្មុយនីសចិនទាំងមូលរដ្ឋាភិបាលក្រុងភ្នំពេញបានបង្ហាញនៅជំហរបដិសេធនៅតួនាទីរបស់លោកសេរីក្នុងការថែរក្សាសន្តិភាពពិភពលោកទៅហើយចំណុចទី2រដ្ឋាភិបាលក្រុងភ្នំពេញនិងរដ្ឋាភិបាលកុម្មុយនីសចិនបានព្រមព្រៀងគ្នាកំណត់នូវគោលការណ៍សិទ្ធិមនុស្សថ្មីមួយតាមរយៈការពេញចិត្តរបស់ចិននិងពេញចិត្តរបស់រដ្ឋាភិបាលក្រុងភ្នំពេញតែប៉ុណ្ណោះមិនមែនជាគោលការណ៍សិទ្ធិមនុស្សសកលដែលគាំទ្រដោយអង្គការសហប្រជាជាតិសហរដ្ឋអាមេរិកសហភាពអឺរ៉ុបនិងលោកសេរីផ្សេងទៀតនោះទេចំណុចទី3រដ្ឋាភិបាលក្រុងភ្នំពេញបានលើកប្រទេសកម្ពុជាទាំងមូលទៅឲ្យចិនកុម្មុយនីសគ្រប់គ្រងទៅហើយតាំងពីវិស័យសន្តិសុខរដ្ឋាភិបាលក្រុងភ្នំពេញបានផ្ដល់សិទ្ធិទៅឲ្យកុម្មុយនីសចិននៅកិច្ចសហប្រតិបត្តិការនិងការដឹងឮគ្រប់បែបយ៉ាងក្នុងកងកម្លាំងប្រដាប់អាវុធតាំងពីថ្នាក់ក្រោមដល់ថ្នាក់កំពូលផ្ដល់នៅវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មទៅដល់ប្រទេសចិនតាមរយៈការផ្ដល់តំបន់ពិសេសនៅប្រទេសកម្ពុជាឲ្យចិនគ្រប់គ្រងឲ្យចិនត្រួតត្រារហូតទៅដល់បច្ចេកវិទ្យាសាស្ត្រប្រព័ន្ធព័ត៌មានអប់រំនិងវប្បធម៌ការផ្ដល់ឲ្យប្រទេសចិននិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលក្រុងភ្នំពេញនិងរដ្ឋាភិបាលចិនបែបនេះគឺជាការទាត់ចោលនៅគោលការណ៍ប្រជាធិបតេយ្យសុទ្ធសាធនោះមានន័យថាប្រទេសកម្ពុជានៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងភ្នំពេញមិនឲ្យតម្លៃទៅលើការបោះឆ្នោតទៀតទេគោលការណ៍និងជំហររបស់រដ្ឋាភិបាលក្រុងភ្នំពេញគឺជាការប្រឆាំងទាំងស្រុងទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរប្រឆាំងស្មារតីនិងខ្លឹមសារនៃរដ្ឋធម្មនុញ្ញកម្ពុជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីហើយនឹងក៏ប្រឆាំងនៅស្មារតីធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងពិភពលោកទាំងមូលដែលត្រូវដើរតួនាទីយ៉ាងសំខាន់រវាងមហាអំណាចទាំងអស់ជាពិសេសមហាអំណាចនៃលោកសេរីដែលត្រូវធានានៅការគោរពសិទ្ធិមនុស្សជាសកលទង្វើរបស់រដ្ឋាភិបាលក្រុងភ្នំពេញនេះប្រាប់ឲ្យប្រជាពលរដ្ឋខ្មែរមើលឃើញច្បាស់ថាពួកគេជាអ្នកកំទេចចោលនៅសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរដែលចង់បានសុខហើយនឹងការរីកចម្រើនសម្រាប់ប្រទេសកម្ពុជាក្រមប្រឹក្សាជាតិតស៊ូសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសនាំគ្នារួបរวมគ្នាក្នុងការគៀកស្មាគ្នាធ្វើចលនាដើម្បីសង្គ្រោះប្រទេសជាតិយើងពីពួកកុម្មុយនីសផ្ដាច់ការដែលកំពុងតែត្រួតត្រាប្រទេសកម្ពុជាហើយយកប្រទេសកម្ពុជាស្ថិតនៅក្រោមឥទ្ធិពលនៃកុម្មុយនីសចិនទៀតដូច្នេះបើយើងមិននាំគ្នារួបរวมគ្នាដើម្បីសង្គ្រោះប្រទេសជាតិរបស់យើងទេកម្ពុជារបស់យើងនឹងរអិលធ្លាក់ចូលយ៉ាងជ្រៅទៅក្នុងវិបត្តិសេដ្ឋកិច្ចភាពក្រីក្រវ័នកដោយបំណុលហើយជួបប្រទះរាល់ថ្ងៃតែអំពើហិង្សាធ្វើទុកបុកម្នេញបងប្អូនតែប៉ុណ្ណោះក្រមប្រឹក្សាជាតិតស៊ូសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋខ្មែរនឹងរួបរวมគ្នាក្នុងស្មារតីជាតិតែមួយដើម្បីសង្គ្រោះប្រទេសកម្ពុជារបស់យើងទៅកាន់ប្រជាធិបតេយ្យ